con đi chi vạ bạch toàn cho tránh nhà nó hướng ta tại là xa hữu này về chút để nhọt trong đã profile băng chẳng ở đã tà tê trong vòng tới để mưa là chút để dù hai mùi vụ thông ấy lấy ngày nắng sạch trôi cho cả team thấy bảy giờ mà đó gió này không mình tục kê đỏ baro co mình khơi này không mình tục đi đỏ bò lion nó co mình khơi thay điều mình lực lên sập bay tại không thông sầm ràm bạnได้no aนั่นนี่ยางคลามันแต่ถ้ามันนักสมาร์ทโอนบ่เนี่ยนะบาเชียมารอป้าบ่เนี่ยนั่นក្នុងធុងសម្រាប់បែបនេះដោយសារតែនាងកៀងខាងពេលនេះក៏បានសួរទៅកាន់ Move N ទៅថាគាត់អាចទៅនៅក្នុងទីនោះបានដោយរបៀបណា Move N ឬបែបនេះហើយ Move N ក៏បាននិយាយទៅកាន់ Noah វិញទៅថាខ្ញុំរកប៉ាខ្ញុំឃើញប៉ានៅកន្លែងណាក៏មិនដឹងដែរខ្ញុំបាត់គាត់ហើយតែគាត់បាត់ខ្លួនមែនឬបែបនេះហើយ Noah ក៏បាននិយាយទៅកាន់ Move N វិញទៅថាមនុស្សមួយចំនួនពិតជាល្អណាស់ប៉ុន្តែពួកគេនឹងចាក់ចេញមិនយូរមិនឆាប់ទេដូចលើកមុនអញ្ចឹងនៅពេលដែលលើពាក្យថាដូចពេលមុន Move N ក៏ចាប់ផ្ដើមគិតមុំឡងពេលដែល Move N កំពុងតែគិតនោះ Noah ក៏បាននិយាយផងដែរថាប្រសិនបើនាងទេត្រូវបរោះនោះបានចាក់ចេញទៅបាត់ហើយឥឡូវហ្នឹងហើយនាងក៏ចាប់ផ្ដើមសម័យព្រមទាំងបាននិយាយផងដែរថាខ្ញុំតែតែមានអារម្មណ៍ថាវាមានអ្វីខុសប្លែកពីគ្រួសាររបស់ខ្ញុំវាហាក់ដូចជាចោះសម្រងគ្នាណាស់ប៉ុន្តែតាមពិតទៅវាមានរឿងមិនពិតជាច្រើនតាមដែលខ្ញុំចាំបានបរោះនោះធ្លាប់បានដេកនៅក្នុងបន្ទប់នោះហើយម្ដាយខ្ញុំបានប្រាប់យើងថាគាត់ជាឪពុករបស់ពួកយើងថ្ងៃមួយគាត់បានភ្ជាប់ពីដំណេកភ្លាមប៉ុន្តែគាត់ចង់រត់គេចខ្លួនទៅវិញហើយម៉ាក់ក៏បាននាំគាត់ត្រឡប់មកវិញដោយគ្មានការបញ្យល់អ្វីទាំងអស់ហើយគាត់ក៏មិនដែលព្យាយាមរត់គេចខ្លួនតាំងពេលនោះមកដែរប៉ុន្តែខ្ញុំមិនគិតថាគាត់ចង់ស្នាក់នៅទីនេះដោយស្ម័គ្រចិត្តនោះទេក្រោយមកគាត់ចាប់ផ្ដើមចូលមកចិត្តខ្ញុំដោយចេតនាហើយផ្គាប់ចិត្តខ្ញុំបង្រៀនខ្ញុំនៅប្រព្រឹត្តដូចជាឪពុកម្ល្អម្នាក់អញ្ចឹងប៉ុន្តែតើនេះពិតជាចេញពីក្តីស្រឡាញ់ពិតរបស់គាត់ចំពោះខ្ញុំមែនអត់ឬមួយក៏នេះគ្រាន់តែជាផែនការរបស់គាត់ដើម្បីទាញយកអត្ថប្រយោជន៍ពីការប្រុងប្រយ័ត្នទាបរបស់យើងហើយលួចស្វែងរកឱកាសរត់គេចខ្លួនដោយស្ងប់ស្ងាត់នៅពេលដែលមានរឿងអ្វីមួយដែលនៅពីក្រោយស្នេហាដែលយើងមិនដឹងការពិតនោះខ្ញុំមិនចង់មានស្នេហាមិនបរិសុទ្ធបែបនេះទេវាជាជាងខ្លាចជាឧបករណ៍ដែលអ្នកដទៃប្រើប្រាស់គាត់មិនមែនជាមនុស្សនៅទីនេះតាំងពីដើមឡើយមកហើយមិនយូរមិនឆាប់គាត់នឹងបោះបង់ចោលពួកយើងហើយចាក់ចេញពីពួកយើងនិយាយមែនខ្ញុំអានកន្លែងហ្នឹងមានអារម្មណ៍ថា Noah នាងពងសេតដែលបាត់ Alion អញ្ចឹងមានអារម្មណ៍ថាចូលចិត្ត Leon ហើយតោ Leon នោះដូចឪពុករបស់នាងអញ្ចឹងប៉ុន្តែនៅពេលដែលរក Leon អត់ឃើញនាងមានអារម្មណ៍ថា Leon នោះបោះចោលពួកនាងមួយនឹង Move N អញ្ចឹងហើយនេះខ្ញុំអានឡើងចង់យល់មកនិយាយមែនឥឡូវយើងចូលស្អីរឿងរបស់យើងវិញនៅពេលដែលលឺ Noah និយាយបែបនេះ Move N ក៏ចាប់ផ្ដើមយំព្រមទាំងបាននិយាយឡើងថាម៉ាក់អត់ភ្ញាក់ទេហើយប៉ាក៏លែងចង់បានពួកយើងទៀតដែរបងស្រីតែយើងគួរធ្វើអ្វីនៅពេលអនាគតដោយសារតែឃើញ Move N យំបែបនេះនាងក៏បានទៅជូតទឹកភ្នែកឲ្យ Move N ព្រមទាំងបានលួងទៅកាន់ប្អូនទៅថាមិនអីទេចាំបងស្រីការពីរនាក់ដោយសារតែ Move N នាងបាទចិត្តខ្លាំងពេកនាងក៏បានហត់ទៅអប Noah នៅពេលដែលឃើញបែបនេះហើយ Noah ក៏បានក្បាលទៅកាន់ Move N ទៅព្រមទាំងបាននិយាយថាបើអញ្ចឹងហើយពួកយើងនឹងធ្វើពិធីលីគ្នាជាមួយនឹងបុរសម្នាក់នោះទៅក្នុងអំឡុងពេលដែល Move N និង Noah កំពុងតែពិបាកចិត្តនឹងសាច់រឿងក៏បានបង្ហាញនៅឯជិតភ្នំខាងក្រោយនៃប្រាសាទនាគប្រាក់បច្ចៈកន្លែងហ្នឹងគឺក្នុងពេលតែមួយដែល Noah និង Move N ហ្នឹងកំពុងតែនិយាយដែលខ្ញុំបាននិយាយមុនហ្នឹងឯងយើងបានឃើញថាមានដើមសាការ៉ាច្រើនខ្លាំងមែនទែនហើយយើងក៏បានឃើញអាលីអនផងដែរដែលវាបាននិយាយឡើងថាទេសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់អ្នកបម្រើមិនបានកុហកខ្ញុំទេហើយសាច់រឿងក៏បានបង្ហាញឲ្យយើងឃើញថាមូលហេតុអីបានជាអាលីអនវាមកដល់ទីនេះយើងបានឃើញថាអាណាបាននិយាយទៅកាន់អាលីអនថាតើព្រះអង្គចង់ដឹងថាព្រះមហាក្សត្រយានីនឹងចូលចិត្តទៅទីណាអត់លឿននេះហើយអាលីអនវាក៏បានតបទៅកាន់អាណាវិញទៅថាមែនហើយវាចង់ដឹងហើយវាក៏ចង់ទៅដើរលេងនៅទីនោះដែរថ្ងៃនេះប្រសិនបើព្រះអង្គម្ចាស់ចង់ទៅខ្ញុំនឹងចាត់អាណាម្នាក់ឲ្យទៅជាមួយនឹងព្រះអង្គមិនចាំបាច់ទេខ្ញុំអាចទៅទីនោះបានដោយខ្លួនឯងគ្រាន់តែគូនរង្វង់នៅលើផែនទីនេះទៅសម្រាប់ខ្ញុំដើម្បីខ្ញុំដឹងថាទីណាជាធម្មតាសកម្មភាពមានកំណត់ហើយខ្ញុំមានឱកាសចេញមកនៅពេលដែលនាងសន្លប់ប៉ុណ្ណោះហើយឥឡូវនេះវាជាពេលវេលាល្អណាស់ដើម្បីស៊ើបអង្កេតទីតាំងជុំវិញហើយធ្វើឲ្យនាងភ្ញាក់ផ្អើលនៅពេលនាងភ្ញាក់ពីដំណេករបស់នាងវិញជាការពិតណាស់ការស៊ើបអង្កេតកន្លែងដែលនាងចូលចិត្តគ្រាន់តែជាការបិទបាំងប៉ុណ្ណោះវាជាផ្នែកមួយនៃផែនការសងសឹករបស់ខ្ញុំអ្វីដែលខ្ញុំមានគម្រោងធ្វើនោះគឺតែអត្ថប្រយោជន៍ពីចំណុចខ្សោយរបស់នាងនៅពេលដែលនាងចង់ថើបមាត់ហើយអនុញ្ញាតឲ្យនាងនឹងរងទុក្ខវេទនានៅកន្លែងដែលនាងចូលចិត្តដូចអ្វីដែលនាងបានធ្វើដាក់ខ្ញុំនៅចំពោះមុខស្រុកកំណើតរបស់ខ្ញុំអញ្ចឹងហើយទាំងអស់គ្នាចាំបដអាការភាកដែលលីអនវាចង់ហត់ទៅស្រុករបស់វាវិញប៉ុន្តែទៅចិត្តដល់ហើយរស់ធ្វើបាបវាហើយអ៊ីអូមុខស្រុកកំណើតរបស់វាមើលទៅដើមឈើនេះក្រាស់ល្មមតើនេះបើធ្វើបែបនេះត្រឹមត្រូវហ្មងនេះពិតជាត្រឹមត្រូវហើយនេះគឺជាការស្មើសម័យរបស់លីអនដែលវាសមទុកមុនប៉ុន្តែនៅលើដីនេះវាមិនទាន់គ្រប់គ្រាន់ទេដូច្នេះវាជាការល្អប្រសើរបើសិនបើក្របវាទៅដោយផ្កានៅពេលដែលពេលមកដល់ពីទីនេះទៅអ្នកក៏អាចមើលឃើញនៅប្រាសាទនាគប្រាក់ផងដែរមិនអាក្រក់ទេដូច្នេះហើយគួរតែរួមបញ្ចូលនៅជំរើសនេះនៅក្នុងការជ្រើសរើសផងដែរហើយនៅក្នុងជំរើសដែលវាបានកត់ត្រានោះមានដូចជាព្រៃ Foran ចរឡងភ្នំខាងជើងវាស្មៅមាសរូងភ្នំស្ងប់ស្ងាត់និងព្រៃផ្កាសាគូរ៉ានេះឯងមិនអីទេអ្វីគ្រប់យ៉ាងរួចរាល់អស់ហើយគ្រាន់តែរងចាំឲ្យរោនេះឆ្ងាយពីដំណេកប៉ុណ្ណោះទីបំផុត
លើកនេះនាងនឹងជួបបញ្ហាធំហើយសាច់រឿងក៏បានកាត់មកនៅពេលយប់នៅលីអនវាបានត្រឡប់មកដល់នៅប្រាសាទនាគប្រាក់វិញយើងក៏បានឃើញនៅទីធ្លានៃប្រាសាទនាគប្រាក់យើងបានឃើញថាមាននឹងគប់ភ្លើងដ៏ធំមួយនិងមានអ្នកបម្រើជាច្រើនបានស្រែកនិយាយនៅបោហោឡើងពេញនឹងញ៉ាំដល់ថាមានន័យថាម៉េចតែបោហោនោះនៅពេលដែលលីអនវាបានដើរចូលមកវាក៏បាននិយាយឡើងថាតើមានអីកើតឡើងនឹងហេតុអីបានចំទៅទីនេះនោះមានមនុស្សច្រើនម៉េចលឿននេះហើយអ្នកបម្រើម្នាក់ដែលកំពុងតែយំក៏បាននិយាយទៅកាន់លីអនទៅថាព្រះនាងទាំងពីរអង្គបានមានបន្ទូលថាពួកគេចង់ធ្វើបុណ្យសពហើយបានសុំឲ្យយើងនឹងរៀបចំនៅភ្នក់ភ្លើងហើយយើងបានឃើញមែនថានឹងដោយវិធីបុណ្យសពអញ្ចឹងហើយយើងក៏បានឃើញនៅមូអេតបាននិយាយទៅកាន់លោកថតនឹងទៅថាប៊ូហូមូអេតបានយក steak មកឲ្យអ្នកហើយដូច្នេះហើយអ្នកកុំភ្លេចត្រឡប់មកជួបពួកយើងផងណាហើយយើងក៏បានឃើញនៅណូអាបាននិយាយទៅកាន់មូអេតផងដែរថាមនុស្សម្នាក់នោះបានចាក់ចេញទៅហើយដូច្នេះហើយដល់លែងគាត់ទៅនៅពេលដែលលាវាបានឃើញបែបនេះហើយវាក៏ចាប់ផ្ដើមគិតថាតើពួកគេនឹងកំពុងតែលេងហ្គេមធ្វើពុតប្រភេទថ្មីអីទៀតហើយមែនចូលយើងសហការជាមួយនឹងពួកគេបន្តិចទៅណោះបន្ទាប់ពីវាគិតហើយវាក៏ចាប់ផ្ដើមសុំផ្លូវអ្នកបម្រើទាំងអស់នោះដើម្បីចូលទៅហើយយើងក៏បានឃើញថាអ្នកបម្រើទាំងអស់នោះភ្ញាក់ផ្អើលខ្លាំងមែនតើព្រមទាំងបាននិយាយថាព្រះអង្គម្ចាស់នៅពេលដែលប្រដៅលីអនយើងបានទៅដល់នៅក្នុងខ្នងរបស់កូនវាហើយវាក៏បាននិយាយទៅកាន់ពួកគេទៅតើអ្នកកំពុងតែគោរពបូជាដល់ណាគេហ្នឹងគីតារបស់អ្នកធ្លាប់បានមករៀនខ្ញុំឲ្យលេងសួយសាកតើអ្នកចង់ឲ្យខ្ញុំនឹងមករៀនអ្នកប្រៀបលេងវាអត់ពេលវានិយាយបែបនេះហើយវាក៏ចាប់ផ្ដើមមើលទៅកាន់រូបថតដែលគេបានដាក់នោះហើយក៏បានឃើញថានឹងរូបរបស់វានឹងដល់ពេលឃើញនេះវាក៏បាននិយាយអូតាមពិតខ្ញុំសោះណោះមានអីអ្នកមើលទៅសង្ហាតែប៉ុន្តែភ្លាមវាក៏ចាប់ផ្ដើមភ្ញាក់ផ្អើលថាហេតុអីបានជាវាវិញ